ជែកណាថាបំណុលវ៉ាន់កមិនមែនដោយសារធនាគារផ្លូវការនេះឲ្យទេណាធនាគារផ្លូវការគេឆែកណាដល់ពេលដែលគាត់ខ្ចីផ្លូវការគេទៅឆែក CBC មើលឆែក CBC មើលឃើញគាត់ជាពាក់ណាជាពាក់អូខាងនេះ 5,000 ខាងនេះ 5,000 អូ 10000ជាពាក់10000នេះចឹងធនាគារផ្លូវការគេអត់ឲ្យទៀតទេដោយសារលទ្ធភាពគាត់បានត្រឹមតែ10000ហ្នឹងគេឈប់ឲ្យគាត់ទៀតហើយអញ្ចឹងដល់ពេលគាត់គិតគេដោយសារហេតុអីគេអត់ឲ្យគាត់10000ហ្នឹងគេគិតថាបើឲ្យលើសហ្នឹងទៅវាខ្លាយទៅជាបំណុលវ៉ាន់កចឹងគេឈប់ឲ្យអញ្ចឹងដើម្បីគេឈប់ឲ្យគាត់ថាធនាគារតឹងម៉េះគេខ្ចីមិនគេបង់ការប្រាក់ឲ្យគាត់រត់ទៅខ្ចីឯកជនមិនអញ្ចឹងហ៎រត់ទៅខ្ចីឯកជនអាហ្នឹងហើយដែលខ្លាយទៅជាបំណុលវ៉ាន់កអញ្ចឹងចាប់ពី10000ទៅថែម 5000 លើបំណុលឯកជនទៀតខ្លាយជាបំណុលវ៉ាន់កហើយកាលណាសងអត់គ្រប់សងអត់ទាន់ចំណូលអត់គ្រប់មិនទៅរត់តទៀតជួនកាលលក់ដីជួនកាលលក់ផ្ទះជួនកាលលក់ទ្រព្យសម្បត្តិអីផ្សេងសងអស់អាហ្នឹងនៅតែអត់គ្រប់ទៀតខ្លាយទៅជាបំណុលហ្នឹងវាលើសទ្រព្យសម្បត្តិមាននឹងភាសាបច្ចេកទេសគេថាបំណុលហ្នឹងវាវ៉ាន់កបាទអញ្ចឹងវាទៅអត់រួចណាវាធ្វើឲ្យមនុស្សហ្នឹងកាលណាបំណុលវ៉ាន់កមនុស្សហ្នឹងវាអស់សង្ឃឹមនឹងរស់ស៊ីធ្វើអីក៏មិនកើតជួនកាលរត់ចោលស្រុករត់អីណាកាលណាកើតអារឿងអញ្ចឹងច្រើនទៅវាប៉ះពាល់ដល់សេដ្ឋកិច្ចមិនប៉ះពាល់តែសហគមន៍ទាំងហ្នឹងសហគមន៍ហ្នឹងក៏ប៉ះពាល់សេដ្ឋកិច្ចទូទាំងប្រទេសក៏ប៉ះពាល់ដែរជារួមទៅមិនបាច់តាមការហិរញ្ញវត្ថុទេឲ្យតែមានចំណេះយើងចំណេះអីក៏ដោយមកថាយើងចេះអីស្ទាត់បញ្ហានឹងកើតឡើងលេងកើតដល់យើងឧទាហរណ៍ថាយើងចេះខាងធនាគារស្ទាត់យើងលេងមានបញ្ហាហ្នឹងថាយើងចេះច្បាប់យើងអ្នកចេះច្បាប់មកមិនដែរអ្នកចេះច្បាប់ហ្នឹងទៅប្រព្រឹត្តបទល្មើសមិនងាយមិនងាយថាមិនងាយមិនថាមិនដែរវាមិនងាយអញ្ចឹងមកពេលអ្នកចេះហិរញ្ញវត្ថុនឹងស្ទាត់ចេះ financial literacy នឹងស្ទាត់អញ្ចឹងកាត់បន្ថយនេះច្រើនមែនទែនឧទាហរណ៍ខ្ចីថាគិតថាអូរៀនមិនសំបានអ្នកខ្លះទៅជឿគេគាត់ថាដាក់អន្សំឲ្យដាក់លុយធនាគារចោលលុយអត់ប្រយោជន៍អត់ទេមានលុយអន្សំនៅធនាគារយើងដូចមានឆ្អឹងខ្នងមួយការពារអញ្ចឹងណាលុយអន្សំធនាគារខ្ញុំដាក់លុយអន្សំធនាគារក៏ប៉ុន្តែយើងជឿជាក់ឡើងចិត្តប៉ះសិនបើមានរឿងអីកើតឡើងអញមានលុយតរ៉ូស៊ីក៏យើងមាន commitment មានមូលដ្ឋានមួយច្បាស់លាស់យើងទៅធ្វើការក៏មានមូលដ្ឋានច្បាស់លាស់ដែរអញ្ចឹងអាហ្នឹងគេដូចជាគេហៅថា financial literacy បរៀនទៅមនុស្សចេះអាហ្នឹងច្រើនណាស់ការកាត់បន្ថយហានិភ័យនៃបំណុលវ៉ាន់កច្រើនណាស់ជារួមអ្នកដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុហ្នឹងគឺបំណុលវ៉ាន់កគឺมันអាចកើតឡើងដល់គាត់ទេណាលើកលែងតែគាត់ហ្នឹងគាត់ចេះអាហ្នឹងមែនតែគាត់ទៅញៀននឹងរឿងអីផ្សេងហ្នឹងហើយគាត់ញៀនលបែងគាត់ញៀនអីផ្សេងអាហ្នឹងអាចកើតបើថាមនុស្សទូទៅហ្មងបើថាចេះអាហ្នឹងហើយគឺអាចកាត់បន្ថយច្រើនណាអញ្ចឹងបានសមាគមធនាគារប្រឹងណាប្រឹងបរៀនហ្នឹងមែនទេប្រឹងបរៀនដល់សាធារណជនឲ្យយល់ថាហេតុអីទៅមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុអន្សំលុយធ្វើម៉េចខ្ចីលុយធ្វើម៉េចប្រើប្រាស់អនុទានធ្វើម៉េចប្រជាពលរដ្ឋមួយចំនួនក៏គាត់ស្ដាប់ទៅចោលទៅប្រជាពលរដ្ឋមួយចំនួនគាត់ស្ដាប់ទៅគាត់យកចិត្តទុកដាក់មើលណាអញ្ចឹងមូលដ្ឋានអានឹងចំណេះដឹងកាលណាមានចំណេះដឹងរឿងនឹងហើយលែងមានបញ្ហាបំណុលវ៉ាន់កហ្នឹងលែងមានឲ្យជាពាក់គេដល់លក់ដីភូមិដីផ្ទះហ្នឹងលែងមានណាគាត់ចេះគិតគាត់ចេះខ្លាចកាលណាយើងរៀនដុកទ័រយើងចេះដុកទ័រយើងប្រយ័ត្នចំណីណាដែលញ៉ាំទៅខូចសុខភាពអាហារណាដែលធ្វើទៅសុខភាពក៏មិនតែមិនមែនដុកទ័រទាំងអស់អូអញប្រយ័ត្នគ្រប់មកមានដុកទ័រខ្លះក៏រៀងធ្វើបែបដែរតែគ្រាន់តែជារួមជាគំនិតរួមកាលណាមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ហើយហានិភ័យនៃបញ្ហាដែលចេះហ្នឹងលែងសូវមានជាទូទៅផ្ដាំផ្ញើដល់បងប្អូនយើងទាំងអស់គ្នាជៀសវាងឲ្យបានអាខ្ចីក្រៅផ្លូវការហ្នឹងណាតែមិនមែនហាមថាមិនឲ្យខ្ចីពីឪពុកម្ដាយបងប្អូនសាច់ញាតិយើងដែលគាត់ត្រូវការជួយយើងអានឹងអូខេយើងខ្ចីចោះណាតែបើយើងទៅខ្ចីលុយចិនខ្ចីលុយឥណ្ឌាខ្ចីលុយអីផ្សេងដែលបំណុលនឹងវ៉ាន់កកុំអីណាឧទាហរណ៍អ្នកខ្លះគាត់ខ្ចីឲ្យលុយខ្ញុំស្ដាប់គេនិយាយខ្ញុំគាត់សង្គមយើងមានរឿងចឹងដែរឧទាហរណ៍ថាគាត់ខ្ចីលុយ10000គាត់ថាការប្រាក់មួយខែ1000អញ្ចឹងគាត់ធ្វើកិច្ចសន្យាឆ្នាំក្រោយត្រូវសងគាត់វិញ22000អញ្ចឹងគាត់ធ្វើកិច្ចសន្យាជាពាក់គាត់22000ខែក្រោយហ្នឹង12ខែឆ្នាំក្រោយហ្នឹង12ខែក្រោយត្រូវសងគាត់22000ហើយខ្ញុំថាមានគេអ្នកខ្ចីអញ្ចឹងមានអ្នកខ្ចីបែបហ្នឹងអញ្ចឹងបើសារមានស្ថានភាពបែបហ្នឹងគួរតែកុំខ្ចីណាកុំគិតអីស្រួលៗណាគាត់ថាថ្ងៃអនាគតស្រួលអត់ស្រួលចឹងឯងកាលណាកាន់តែខ្ចីហើយមានបំណុលហើយដូចមានស្អីនៅលើស្មាយើងមិនទុកយើងរហូតកាលណាមានបំណុលហើយវាមិនមែនមិនទុកជួយយើងមិនទុកឲ្យយើងបាទគេហៅថាយើងមានអារម្មណ៍អត់ស្ងប់ក្នុងចិត្តយើងទៅរកស៊ីក៏យើងអត់ស្ងប់ដែរយើងទៅធ្វើការក៏យើងអត់ស្ងប់ដែរអញ្ចឹងជិះឲ្យបានអាបំណុលក្រៅប្រព័ន្ធហ្នឹងហើយជិះឲ្យបានអាបំណុលដែលការប្រាក់កប់ហ្នឹងជិះឲ្យបានបំណុលចិនបំណុលអនឡាញស្រួល
ប្រកាសស្រួលៗលក្ខខណ្ឌស្រួលៗណាហើយជិះឲ្យបានផុតបំណុលដែលគេឲ្យតែគេប្រកាសអនឡាញទាំងអស់ឲ្យតែបំណុលណាក៏ដោយតែប្រកាសអនឡាញអត់មានទេអត់មានរឿងស្រួលអញ្ចឹងឯណាហាមដាច់ខាតមកអានឹងបើលើកទឹកចិត្តថាកុំឲ្យសោះគឺកុំអានឹងដូចថ្នាំញៀនអញ្ចឹងតែប៉ះទៅគឺជាប់ហើយណាតែខ្ចីតែ1000ហ្នឹងក៏ជាប់ដែរណា1000ហ្នឹងអីសើយមួយឆ្នាំក្រោយមក4000ណា3000ហ្នឹងតែគីឡូគឺជាប់ហើយណាអញ្ចឹងបើយើងកិច្ចបានកិច្ចទៅកុំឲ្យសោះហ្នឹងហើយបើមានត្រូវការខ្ចីមកលុយខាងស្ថាប័នដែលមានផ្លូវការត្រឹមត្រូវហើយមុននឹងខ្ចីគេគិតឲ្យច្បាស់ថាខ្ចីយកទៅអីកុំចេះតែចង់ណាខ្ចីយកធ្វើអីខ្ចីយកទៅរកទទួលទានហើយបើគិតការប្រាក់ហ្នឹងគេយកប្រហែល 10% តែយើងរកទទួលទានចំណេញលើ 10% បើចំណេញអត់គ្រប់ 10% កុំអីណាមិនបាច់ទេយើងសុខចិត្តមានអ្វីយើងហូបនឹងធម្មតាអញ្ចឹងយើងអាចសុខហើយយើងអត់មានបញ្ហាអំណុលវ៉ាន់កទេបាទអញ្ចឹងអរគុណ